ស្រឡាញ់សន្តិភាពគឺជារឿងត្រឹមត្រូវតែត្រូវដឹងថាសន្តិភាពអាចគង់វង្សបានដោយសារមនុស្សមានសមត្ថភាពធ្វើសង្គ្រាមប្រទេសមានសមត្ថភាពធ្វើសង្គ្រាមស្អប់សង្គ្រាមគឺជារឿងត្រឹមត្រូវតែបើមិនរៀនពីសង្គ្រាមគឺជារឿងដ៏គ្រោះថ្នាក់បាទគឺជារឿងដ៏គ្រោះថ្នាក់បងប្អូនមិនមែនលេងសើចទេយើងឃើញពេលថ្មីនេះដែលថៃឈ្លានពានមកលើយើងយ៉ាងម៉េចដែរទើបយើងដឹងថាយើងប្រវេប្រវាស់នេះសំណាងហើយដែលយើងប្រើទឹកចិត្តក្លាហានអង្គអាចស៊ូស្លាប់មិនចោះចាញ់ទើបអាចឈ្នះសង្គ្រាមថៃពេល5ថ្ងៃតែมันអាចបន្តទៅអញ្ចឹងរហូតទេគឺត្រូវតែត្រៀមខ្លួនធ្វើសង្គ្រាមយើងមិនធ្វើសង្គ្រាមវាយគេតែត្រូវតែត្រៀមខ្លួនធ្វើសង្គ្រាមសង្គមមនុស្សនេះបើមិនវាយគេគង់តែគេវាយយើងទេហេតុអីពីព្រោះជីវិតគេសង្គ្រាមបកគោណាសូរ្យវរ្ម័នទី2ដើម្បីពង្រឹងអាណាចក្រខ្លាំងគឺព្រះអង្គលើកតបទៅវាយគេដែរបាទបើមិនវាយឲ្យឯងខ្សោយទេថ្ងៃក្រោយឯងនឹងមកសង្គ្រាមឈ្លានពានអញវិញបាទក្នុងរាជបកគោណាសូរ្យវរ្ម័នទី2ដែលជាស្ថាបនិកអង្គរវត្តបរមវិស្ណុលោកឆ្នាំ1130វាយត្រួតត្រានគរចម្ប៉ា1136វាយនគរទ្វារវតីអញ្ចឹងពុកម៉ែបងប្អូនវាសង្គ្រាមគឺវាអញ្ចឹងមិនមែនយើងមិនធ្វើបាបគេដែលយើងគិតក្នុងវិធីសន្តិភាពនិយមតែយើងធ្វើតឡទៅយើងមិនធ្វើបាបគេមិនធ្វើបាបយើងអត់មានទេនេះជាទ្រឹស្ដីដែលធ្វើឲ្យខ្សោយហើយជាទ្រឹស្ដីដែលលួងខ្លួនឯងតែប៉ុណ្្នឹងទេប្រសិនបើជាបដិបត្តិធម៌ផ្លូវធម៌គឺត្រឹមត្រូវណាស់យើងមិនបៀតបៀនគេទោះបីគេបៀតបៀនអីក៏បៀតបៀនទៅហើយយើងអត់ធ្មត់រហូតទៅប៉ុន្តែទ្រឹស្ដីសង្គមអត់អញ្ចឹងទេបងប្អូនបើយើងមិនវាយគេគង់តែគេវាយយើងទេភាពចម្រើនរីកចម្រើនរបស់យើងប៉ះពាល់ផលប្រយោជន៍របស់គេភាពខ្លាំងក្លារបស់យើងគឺប៉ះពាល់ដល់កិត្តិយសភាពខ្លាំងក្លារបស់គេភាពខ្លាំងក្លារបស់គេក៏ប៉ះពាល់ដល់ផលប្រយោជន៍របស់យើងដែរបាទពីព្រោះជីវិតគឺជាសង្គ្រាមតែម្ដងបើមិនត្រៀមខ្លួនធ្វើសង្គ្រាមគឺមិនកើតទេហើយក្នុងនេះខ្ញុំលើកអំពីដំណើររឿងរបស់សេលិនស្គីដំណើររឿងរបស់សហរដ្ឋអាមេរិកមិនមែនខ្ញុំនិយាយតែលោកខាងក្រៅទេមិនក៏មិននិយាយរឿងខ្មែរខ្ញុំនិយាយវីដេអូស្ទើរតែគ្រប់វីដេអូហ្នឹងបាទដំរាសង្គ្រាមយើងទៅមើលអញ្ចឹងក៏វត្តសុទ្ធតែសង្គ្រាមបាទអត់មកថែវណាក៏និយាយពីសង្គ្រាមដែរបាទហើយបើសង្គ្រាមខ្សោយធ្លាក់នៅរក់ទៅបើសង្គ្រាមខ្លាំងឡើងឋានសួគ៌ទៅបាទខ្ញុំនិយាយនេះមិនមែនឲ្យបងប្អូនមានចិត្តកាចសាហាវធ្វើសង្គ្រាមទេប៉ុន្តែបងប្អូនទោះបីជាមិនកាចសាហាវយ៉ាងណាក៏ត្រូវតែត្រៀមលក្ខណៈក្នុងការធ្វើសង្គ្រាមបាទយើងឃើញទេដែលយើងមិនបានត្រៀមល្អល្អិតយើងត្រៀមសាមញ្ញលំយើងគិតថាសម័យនេះហើយមិនមានសង្គ្រាមទៀតទេប៉ុន្តែអត់មានទេវាគ្រាន់តែជាទ្រឹស្ដីលួងចិត្តជាទ្រឹស្ដីដែលយើងហត់នឿយក្នុងសង្គ្រាមតែហត់នឿយក្នុងសង្គ្រាមយ៉ាងណាក៏ជីវិតនៅតែត្រូវធ្វើសង្គ្រាមដដែលបាទអញ្ចឹងនេះសំណាងហើយដែលមានគោលនយោបាយដែលរៀបចំទុកតាំងពី2013មកអ្នកខ្លះទាល់តែចាប់បង្ខំបានធ្វើតាមនិយាយតាមសម្រួលគឺមិនធ្វើតាមតែម្ដងហើយអ្នកខ្លះបញ្ជាក៏មិនប្រកាសថាធ្វើតាមដែរលុះត្រាតែមានគំនាបទៅធ្វើតាមបាទនៅក្នុងវីដេអូនេះខ្ញុំនឹងលើកអំពីដំរាសង្គ្រាមហើយពាក់ព័ន្ធជាមួយនឹងលោក Zelensky ជាមួយនឹងលោក Donald Trump សហរដ្ឋអាមេរិកដែលយើងបានឃើញកាលពីប្រហែលខែមុនសហរដ្ឋអាមេរិកគឺមានការសនំពរដែលឡើងលោក Donald Trump ភ្លាមគាត់សនំពរឲ្យអ៊ុយក្រែនមានបទចរចាសន្តិភាពប៉ុន្តែការស្នើនេះគឺมันបានជោគជ័យទេបរាជ័យឥឡូវនេះគឺចូលដល់ការធ្វើមែនតែនគឺគំនាបបាទមានគំនាបមានសម្ពាធប៉ុន្តែយ៉ាងណាក៏ដោយក៏មិនទាន់មានសញ្ញាភ្លើងខៀវចេញពីអ៊ុយក្រែនទេប៉ុន្តែគេនៅតែមើលឃើញថាលទ្ធភាពដែលអ៊ុយក្រែនយល់ព្រមនឹងអាចនឹងមានច្រើនជាងបាទពីព្រោះដំណាក់កាលមួយដែលវាពិបាកបំផុតក្នុងឆាកជីវិតប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ុយក្រែនពុកម៉ែបងប្អូននៅក្នុងតម្រាសង្គ្រាមខ្ញុំលើកឈុតមួយពាក់ព័ន្ធជាមួយនឹងចំនួនរវាងហនុមានជាមួយនឹងមហាចម្ពូរាជបាទហនុមាននិងមហាចម្ពូរាជដែលមានទំនាស់ដោយសារតែហនុមានគឺគាត់ទៅរកសុំពឹងពាក់ខ្ចីផែនទីរបស់មហាចម្ពូរាជ
ពីព្រោះផ្លូវទៅនគរលង្កាគឺត្រូវការផែនទីពីមហាចម្ពោះរាជបាទមហាចម្ពោះរាជពីអតីតកាលគាត់ជាសម្ព័ន្ធមិត្តរបស់នគរលង្កាដែរបាទហើយគាត់ថែមទាំងមានសាច់ឈាមជាប់គ្នាជាមួយនឹងគេហៅថាប្អូនថ្លៃបាទមហាចម្ពោះរាជគឺជាប្អូនថ្លៃរបស់ក្រុងរាពណ៍ប៉ុន្តែទៅដោយសារតែហនុមានជាមនុស្សក្អឺតក្តោមអាងថាខ្លួនខ្លាំងមិនដាក់មានះមិនដាក់របឹងចោះទេគឺទៅចងេងចងាងធ្វើឲ្យមហាចម្ពោះរាជខឹងក៏ដេញបាញ់ហនុមានពីអ្នកអង្គរត់បាសក់បាទដោយសារមហាចម្ពោះរាជហ្នឹងគាត់មានភ្នែកអាគីគេថាស្វាដែលមានភ្នែកអាគីណាអញ្ចឹងចំណុចហ្នឹងបាទនេះខ្ញុំបង្ហាញបាទអញ្ចឹងហនុមានគឺសុំចរចាសុំសម្របសម្រួលជាមួយនឹងមហាចម្ពោះរាជអត់បានវាប្រៀបបីដូចជាអាមេរិកដែលដឹកនាំដោយលោកដូណាល់ត្រាំកាលពីជាប់ដើមអាណត្តិភ្លាមហ្នឹងគឺថាស្នើឲ្យអ៊ុយក្រែនមានកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមប៉ុន្តែអត់បានវាប្រៀបបីដូចជាហនុមានគាត់ទៅស្នើសុំមហាចម្ពោះរាជឲ្យជួយទាំងផែនទីឲ្យជួយទាំងកងទ័ពដល់ការធ្វើចម្បាំងរបស់ព្រាហ្មណ៍ប៉ុន្តែព្រះមហាចម្ពោះរាជអត់ព្រមវាប្រៀបបីដូចជាសេលិនស្គីអត់ព្រមយ៉ាងនេះនៅដំណើរសង្គ្រាមហ្នឹងវាដូចគ្នាហ្មងបាទអាហ្នឹងគឺគេហៅថាក្នុងក្បួនសម្ភារផ្លឹកហើយនៅក្បួនតម្រាសង្គ្រាមនឹងតែម្ដងបាទគេអាចមើលពីស្ថានភាពនយោបាយលើផែនដីនេះគ្រប់ប្រទេសគ្រប់សង្គ្រាមទាំងអស់អាចមើលដឹងទាំងអស់បាទមិនថាសង្គ្រាមខ្មែរជាមួយថៃក៏ដោយមើលនៅក្នុងសភៅនេះគឺដឹងទាំងអស់បាទអញ្ចឹងការស្នើសុំដោយស្រួលបួលរបស់ហនុមានគឺមិនអាចធ្វើឲ្យមហាចម្ពោះរាជយល់ព្រមទេវាប្រៀបបីដូចជាអាមេរិកដែលដឹកនាំដោយដូណាល់ត្រាំគាត់ស្នើឲ្យអ៊ុយក្រែនមានកិច្ចព្រមព្រៀងសន្តិភាពទៅបញ្ចប់ទៅសង្គ្រាមហត់ហើយគាត់ចាយអស់$80,000 លានបាទអឺរ៉ុបជួយអស់ប្រហែល100,000,000 លានបាទក្នុងនោះមានអាល្លឺម៉ង់អង់គ្លេសប៉ូឡូញគឺចាក់លុយខ្លាំងជាងគេប៉ុន្តែបារាំងគាត់អត់សូវវិញបាទពីព្រោះខ្ញុំគិតថាបារាំងប្រហែលជាគាត់មើលឃើញផ្លូវវែងឆ្ងាយជាងឬក៏គាត់គេថាខឹងនឹងអាមេរិកពីព្រោះចាញ់អាមេរិកច្រើនក្តារហើយអាមេរិកធ្វើស៊ីច្រើនពេកបាទអញ្ចឹងធ្វើឲ្យបារាំងរឿងញញើតហើយបារាំងមិនចង់ចូលខ្លួនក្នុងសង្គ្រាមវានាំឲ្យខូចខាតទំនាក់ទំនងជាមួយនឹងរុស្ស៊ីខ្លាំងបាទអញ្ចឹងនៅក្នុងសហគមន៍អឺរ៉ុបឬក៏ហៅថាសម្ព័ន្ធមិត្ត NATO ហ្នឹងគឺជួយអ៊ុយក្រែនស្ទើរតែអស់លទ្ធភាពហើយគេមិនអស់លទ្ធភាពប៉ុន្តែជួយអត់មានន័យទៀតជួយអត់ដឹងថាបានអីទៅទៀតបាទមិនស្រួលផលប្រយោជន៍ចែកគ្នាអត់ស្មើទៀតបាទផលប្រយោជន៍ចែកគ្នាអត់ស្មើទៀតមិនស្រួលបានទៅតែអាមេរិកបាទហើយផលប្រយោជន៍ពូទីនគាត់ចាយលុយប៉ុណ្ណឹងហើយគាត់ខាតប៉ុណ្ណឹងហើយគាត់ងាប់តបប៉ុណ្ណឹងហើយគឺច្បាស់ជាគាត់ទាមទារយកអ្វីដែលគាត់កាន់កាប់គ្រប់គ្រងបានហើយសំណើរបស់សេលិនស្គីវាហួសហេតុទៀតវាយើងដឹងថាវាត្រឹមត្រូវប៉ុន្តែវាទៅមិនរួចហេតុអីមានអាតំបន់ឌុនបាសឌុនណេតអីហ្នឹងគឺថាឡូហានអីហ្នឹងគឺអាហ្នឹងគឺរុស្ស៊ីយកថ្មីអាហ្នឹងទាមទារបានមិនបានក៏ទាមទារទៅបង្ហាញអំពីស្មារតីជាតិនិយមប៉ុន្តែទៅទាមទារគ្រីមៀដែលកាត់តាំងពី2014នោះគឺធ្វើឲ្យវាពិបាកមែនទែនហើយយើងដឹងថាលទ្ធផលគឺរុស្ស៊ីមិនព្រមបាទអញ្ចឹងសមត្ថភាពមេដឹកនាំគឺធ្វើអ្វីដែលមានចក្ខុវិស័យទៅវែងឆ្ងាយហើយមើលទៅឆ្ងាយមើលទៅជ្រៅហើយទាំងប្រមោលមើលដឹងថាលទ្ធភាពនៃការដែលទាមទារនិងអ្វីដែលចង់បានគឺធ្វើបានមិនមែនទាមទារនៅអ្វីដែលធ្វើអត់បានទេអានឹងមិនមែនជាមេដឹកនាំដែលខ្លាំងពូកែទេបាទអញ្ចឹងនៅក្នុងចំណុចនេះដែលខ្ញុំចង់លើកអំពីទំនាស់រវាងសេលិនស្គីពូទីននិងអ៊ុយក្រែនសហរដ្ឋអាមេរិកដើរដល់ដំណាក់កាលមួយដែលអាមេរិកស្នើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពតាំងអំពីលោកដូណាល់ត្រាំឡើងពីជាប្រធានាធិបតីមកភ្លាមប៉ុន្តែมันបានជោគជ័យពីព្រោះប្រៀបដូចជាហនុមានដែលគ្រាន់តែស្នើសុំតាមសម្រួលបាទស្នើសុំតាមសម្រួលមហាចម្ពោះរាជអត់ព្រមទេដោយសារតែឃើញរឹករបស់ហនុមានវាមិនគួរឲ្យគោរពមិនគួរឲ្យនេះសោះពីព្រោះហនុមានរឿងកអិតកតមតិចហើយឬក៏សហរដ្ឋអាមេរិកក៏គេកអិតកតមដែរដោយសារគេប្រទេសគេអ្នកខ្លាំងប្រទេសគេអ្នកមានប្រទេសគេធំគេជាមហាអំណាចអញ្ចឹងឲ្យគេមកនិយាយដែលទុនលំតូនអត់មានទេមានតែគេមកនិយាយក្នុងភាពជាម្ចាស់ឬក៏ក្នុងភាពជាសម្ព័ន្ធមិត្តអ
បាទអញ្ចឹងតើដំណោះស្រាយទៅយ៉ាងម៉េចអញ្ចឹងគឺមានតែមធ្យោបាយមួយគត់គឺហនុមានចាប់បង្ខំមហាជម្ពូរាជតែម្ដងប្រើមុនសណ្ដំហើយលើកទាំងកាឡាបតុមរបស់មហាជម្ពូរាជដែលកំពុងផ្ទុំបាទសណ្ដំហើយលើកយកមកទាំងដុលហ្មងលើកទាំងទីនាងតែម្ដងនេះខ្ញុំបាន design រូបភាពដាក់ទាំងអស់បាទហនុមានជាប់ទ្រង់ណាជាប់ទ្រង់មានបញ្ហាជាមួយនឹងមហាជម្ពូរាជជាប់ទ្រង់បាទហើយអាមេរិកនឹងក៏ដោយសាររឿងអ៊ុយក្រែនហ្នឹងក៏គាត់មានបញ្ហាវិបត្តិសេដ្ឋកិច្ចនិងនយោបាយរបស់គាត់ដែរបាទអញ្ចឹងមានតែបង្ខំដែលខ្ញុំចង់លើកថាអាមេរិកនឹងដាក់គំនាបឬក៏ដាក់សម្ពាធឲ្យសេលិនស្គីឬអ៊ុយក្រែនត្រូវតែទទួលយកបាទត្រូវតែទទួលយកនៅគោលការណ៍សន្តិភាពរបស់អាមេរិកពីព្រោះវាសម្ពាធដែលมันអាចប្រកែកបានហេតុអីបើមិនព្រមគឺអត់ជំនួយ NATO ក៏គេហត់ដែរហេតុអីពីព្រោះ NATO មិនអាចបកគលអាវុធធ្ងន់ឲ្យទៅអ៊ុយក្រែនដើម្បីវាយយកឈ្នះរុស្ស៊ីបើឲ្យតេតអញ្ចឹងវាខាតបង់ច្រើនណាស់ហើយបើឲ្យអាធំទៅវាអត់កើតឲ្យហ៊ានតែឲ្យមើលអ៊ុយក្រែនវាយចូលរុស្ស៊ីភ្លាមមើលតើមានស្អីកើតឡើងដែលបញ្ហាផែនការក្តៅបាទបងប្អូនខ្ញុំនិយាយនេះមិនមែនលំអៀងទៅខាងពូទីនឬក៏ទៅខាងសេរីឬកុម្មុយនីសអត់ទេក្នុងការនិយាយយើងអាចនិយាយគ្នាបានយើងអាចស្ដាប់គ្នាកើតអាចជជែកគ្នាបានបងប្អូនអាចខមមិនបានតែមិនគួរជេរទេពីព្រោះវាជាទស្សនៈនិងការវែកញែករំលែកនៅអ្វីដែលជាទស្សនៈវិជ្ជានយោបាយនៅក្នុងសង្គមពិភពលោកនេះបាទយើងមិនមែននៅតែឯងទៀតទេបាទជីវិតនៅតែឯងគឺមានគ្រោះថ្នាក់ខ្លាំងណាស់បាទសម្រាប់នយោបាយអញ្ចឹងហនុមានគាត់សម្រេចចិត្តចាប់សណ្ដំមហាជម្ពូរាជហើយគាត់លើកទាំងទីនាងទៅតែម្ដងលើកទាំងកាឡាបតុមទៅបាទហើយដល់ពេលគាត់ដឹងខ្លួនគាត់ងើបមកដេញបាញ់អាភ្នែកភ្លើងគាត់ហ្នឹងដេញបាញ់ហនុមានជាមួយនឹងអង្គរត់ខ្ចាយដីទៀតណាបាទដោយសារអំណាចគាត់ខ្លាំងដែរបាទអញ្ចឹងរឹករបស់សេលិនស្គីនៅក្នុងឆ្នាំនេះគាត់ចំមហាជម្ពូរាជដែលវាមានទំនាស់ជាមួយនឹងហនុមានត្បិតថាមហាជម្ពូរាជនិងហនុមានហ្នឹងគឺក្រុមតែមួយឯងការងារតែមួយឯងប៉ុន្តែវាមានទំនាស់នៅក្នុងឈុតជីវិតខ្លះឆាកនយោបាយខ្លះគឺវាមានទំនាស់គ្នាប៉ុន្តែបន្តទៅមុខបើមហាជម្ពូរាជព្រមអាមេរិកនឹងជួយបាទអាមេរិកនឹងជួយអ៊ុយក្រែនពេញទីតែម្ដងពេញដៃតែម្ដងអាមេរិកអត់ដោះដៃទេបាទអាមេរិកអត់ដោះដៃទេអាហ្នឹងគឺជើងលេខក្បួនតម្រាហ្នឹងវាមកអញ្ចឹងបាទឥឡូវនេះគឺថាសេលិនស្គីទៅជាដើរតួជាធំមហាជម្ពូរាជធ្វើឲ្យហនុមានសុំអង្វរបាទអាមេរិកដាក់សម្ពាធមែនប៉ុន្តែក៏ដូចជាសុំអង្វរដែរពីព្រោះបន្តទៅអត់ន័យបន្តទៅអត់មានប្រសិទ្ធភាពបន្តទៅមានតែការចាយលុយខ្ជះខ្ជាយអត់ប្រយោជន៍បាទអញ្ចឹងគឺមានតែចរចានៅឆ្នាំក្រោយអាមេរិកនឹងត្រូវចំតួអង្គព្រាហ្មណ៍ហើយសេលិនស្គីនឹងត្រូវចំតួអង្គព្រះភិរុតគេថាមេនឹងកូនវិញហើយមេនឹងកូនវិញអញ្ចឹងមេជាអ្នកគ្រប់គ្រងព្យាបាលមើលការខុសត្រូវបាទមិនបដាលបដោយឲ្យប្រទេសអ៊ុយក្រែនមានបញ្ហាទៀតទេបាទអញ្ចឹងនៅក្នុងសំណើហ្នឹងក៏យើងឃើញថាមានការរក្សាសវត្ថិភាពសន្តិសុខធានាសវត្ថិភាពសន្តិសុខបាទហើយអ៊ុយក្រែនក៏ទៀមទៀតដែរបាទអញ្ចឹងពុកម៉ែបងប្អូននៅក្នុងសៀវភៅក្បួនតម្រានេះនៅក្នុងសៀវភៅតម្រាសង្គ្រាមនេះខ្ញុំមានដាក់រូបភាពទាំងអស់ដើម្បីឲ្យងាយយល់ហើយអក្សរធំងាយមើលងាយអានអត់ប៉ះពាល់ភ្នែកបាទហើយនៅក្នុងសៀវភៅនេះសង្គ្រាមតាំងពីទេវលោកមកដល់ឋានដីយើងនេះទៅដល់ក្រោមដីទៅទៀតសង្គ្រាមម៉ែសង្គ្រាមហើយសង្គ្រាមនេះសោតទៀតគឺសង្គ្រាមតាំងពីឪដល់កូនដល់ចៅបាទសង្គ្រាមរហូតមិនថាជីវិតជាសង្គ្រាមហ្មងហើយចុះលើកមកក៏សង្គ្រាមម៉េចប្រទេសជាតិត្រូវការសន្តិភាពមិនអាចយូរអង្វែងបានទេបើអត់មានសមត្ថភាពធ្វើសង្គ្រាមស្រឡាញ់សន្តិភាពគឺជារឿងត្រឹមត្រូវតែត្រូវដឹងថាសន្តិភាពអាចគង់វង្សបានដោយសារមនុស្សមានសមត្ថភាពធ្វើសង្គ្រាមប្រទេសមានសមត្ថភាពធ្វើសង្គ្រាមស្អប់សង្គ្រាមគឺជារឿងត្រឹមត្រូវតែបើមិនរៀនពីសង្គ្រាមគឺជារឿងដ៏គ្រោះថ្នាក់បាទគឺជារឿងដ៏គ្រោះថ្នាក់បងប្អូនមិនមែនលេងសើចទេយើងឃើញពេលថ្មីនេះដែលថៃឈ្លានពានមកលើយើងយ៉ាងម៉េចដែរទើបយើងដឹងថាយើងប្រវេប្រវាស់នេះសំណាងហើយដែលយើងប្រើទឹកចិត្តក្លាហានអង្គអាចស៊ូស្លាប់មិនចោះចាញ់ទើបអាចឈ្នះសង្គ្រាមថៃពេល5ថ្ងៃតែมันអាចបន្តទៅអញ្ចឹងរហូតទេគឺត្រូវតែត្រៀមខ្លួនធ្វើសង្គ្រាម
យើងមិនធ្វើសង្គ្រាមវាយគេតែត្រូវតែធ្វើសង្គ្រាមត្រៀមខ្លួនធ្វើសង្គ្រាមសង្គមមនុស្សនេះបើមិនវាយគេគង់តែគេវាយយើងទេហេតុអីពីព្រោះជីវិតគេសង្គ្រាមបកគោណាសូរិយវរ្ម័នទី2ដើម្បីពង្រឹងអាណាចក្រខ្លាំងគឺព្រះអង្គលើកតបទៅវាយគេដែរបាទបើមិនវាយឲ្យឯងខ្សោយទេថ្ងៃក្រោយឯងនឹងមកសង្គ្រាមឈ្លានពានអញវិញបាទក្នុងរាជបកគោណាសូរិយវរ្ម័នទី2ដែលជាស្ថាបនិកអង្គរវត្តបរមវិស្ណុលោកឆ្នាំ1130វាយត្រួតត្រានគរចម្ប៉ា1136វាយនគរទ្វារវតីហង្សវតីទ្វារវតីឈ្មោះនៅក្នុងសម័យនោះគេហៅទ្វារវតីហើយដល់ពេលសតវត្សទី16បានគេហៅហង្សវតីពួកភូមាបាទហើយមកក្នុងសតវត្សទី12គេហៅថាប៉ាកង់បាទនគរប៉ាកង់ឬក៏អាណាចក្រប៉ាកង់ដែលយើងនិយាយភូមាហ្នឹងដែលខ្លះគេអានថាផាកានអីចឹងណាបាទនឹងការអានសំនៀងខុសគ្នាអញ្ចឹងពុកម៉ែបងប្អូនវាសង្គ្រាមគឺវាអញ្ចឹងមិនមែនយើងមិនធ្វើបាបគេដែលយើងគិតក្នុងវិធីសន្តិភាពនិយមតែយើងធ្វើតឡទៅយើងមិនធ្វើបាបគេមិនធ្វើបាបយើងអត់មានទេនេះជាទ្រឹស្ដីដែលធ្វើឲ្យខ្សោយហើយជាទ្រឹស្ដីដែលលួងខ្លួនឯងតែប៉ុណ្្នឹងទេប្រសិនបើជាបដិបត្តិធម៌ផ្លូវធម៌គឺត្រឹមត្រូវណាស់យើងមិនបៀតបៀនគេទោះបីគេបៀតបៀនអីក៏បៀតបៀនទៅហើយយើងអត់ធ្មត់រហូតទៅប៉ុន្តែទ្រឹស្ដីសង្គមអត់អញ្ចឹងទេបងប្អូនបើយើងមិនវាយគេគង់តែគេវាយយើងនេះភាពចម្រើនរីកចម្រើនរបស់យើងប៉ះពាល់ផលប្រយោជន៍របស់គេភាពខ្លាំងក្លារបស់យើងគឺប៉ះពាល់ដល់កិត្តិយសភាពខ្លាំងក្លារបស់គេភាពខ្លាំងក្លារបស់គេក៏ប៉ះពាល់ដល់ផលប្រយោជន៍របស់យើងដែរបាទពីព្រោះជីវិតគឺជាសង្គ្រាមតែម្ដងបើមិនត្រៀមខ្លួនធ្វើសង្គ្រាមគឺមិនកើតទេហើយក្នុងនេះខ្ញុំលើកអំពីដំណើររឿងរបស់សេលិនស្គីដំណើររឿងរបស់សហរដ្ឋអាមេរិកមិនមែនខ្ញុំនិយាយតែលោកខាងក្រៅទេមិនក៏មិននិយាយរឿងខ្មែរខ្ញុំនិយាយវីដេអូស្ទើរតែគ្រប់វីដេអូហ្នឹងបាទដំរាសង្គ្រាមយើងទៅមើលអញ្ចឹងក៏វត្តសុទ្ធតែសង្គ្រាមបាទអត់មកថែវណាក៏និយាយពីសង្គ្រាមដែរបាទហើយបើសង្គ្រាមខ្សោយធ្លាក់នរកទៅបើសង្គ្រាមខ្លាំងឡើងឋានសួគ៌ទៅបាទខ្ញុំនិយាយនេះមិនមែនឲ្យបងប្អូនមានចិត្តកាចសាហាវធ្វើសង្គ្រាមទេប៉ុន្តែបងប្អូនទោះបីជាមិនកាចសាហាវយ៉ាងណាក៏ត្រូវតែត្រៀមលក្ខណៈក្នុងការធ្វើសង្គ្រាមបាទយើងឃើញទេដែលយើងមិនបានត្រៀមល្អល្អិតយើងត្រៀមសាមញ្ញលំយើងគិតថាសម័យនេះហើយមិនមានសង្គ្រាមទៀតទេប៉ុន្តែអត់មានទេវាគ្រាន់តែជាទ្រឹស្ដីលួងចិត្តជាទ្រឹស្ដីដែលយើងហត់នឿយក្នុងសង្គ្រាមតែហត់នឿយក្នុងសង្គ្រាមយ៉ាងណាក៏ជីវិតនៅតែត្រូវធ្វើសង្គ្រាមដដែលបាទអញ្ចឹងនេះសំណាងហើយដែលមានគោលនយោបាយដែលរៀបចំទុកតាំងពី2013មក2008ដែលមានរឿងមួយប្រវត្តិហើយគោលនយោបាយរដ្ឋាភិបាលបានរៀបចំយុទ្ធសាស្ត្រទុកតាំងពី2008 2013នឹងរហូតមកដល់ពេលនេះទើបអាចសង្គ្រាម5ថ្ងៃទប់ទល់ជាមួយថៃបានប៉ុន្តែយើងនៅតែមានវិបត្តិមួយកំសោយបំផុតគឺពាក់ព័ន្ធជាមួយនឹងសង្គ្រាម drone បាទសង្គ្រាម drone បើអត់មានវិធានការទប់ស្កាត់ទប់ទល់ឲ្យហើយទេគឺវគ្គក្រោយគឺសង្គ្រាម drone ហ្នឹងឯងបាទអានេះគឺចាំសម្ដីខ្ញុំចោះបាទអញ្ចឹងនៅក្នុងសៀវភៅតម្រាសង្គ្រាមនេះខ្ញុំលើកអំពីហេតុផលដំណើរនៅក្នុងរឿងអាមេរិកហើយនិងអ៊ុយក្រែនពូទីនក្នុងឥឡូវនេះគឺវាចំឈុតមួយហើយវាវិវត្តទៅឈុតមួយដូចគ្នាទាំងអស់ដែលដូនតាយើងបាននិពន្ធរឿងបានចងក្រងរឿងតម្រាសង្គ្រាមនេះតាំងពីឆ្នាំ1130លោកចងហើយលោកសរសេរហើយ1130សរសេរចប់វាយនគរចម្ប៉ាមានក្បួនមានຂະຫນាត់រហូតដល់ម្សិលមិញនេះលោកគ្រូក្រេតវិសាលង្កាគាត់បានវែកញែកគាត់បានស្រាវជ្រាវគាត់បានពិនិត្យមើលនៅស្នាដៃដែលខ្ញុំស្រាវជ្រាវនេះគាត់ឃើញថាដំណើរសង្គ្រាមនេះមិនមែនយកពីឥណ្ឌាមកទេគឺទំនងឥណ្ឌាឬក៏ប្រទេសផ្សេងចាចម្លងចេញពីអាណាចក្រខ្មែរទៅវិញដោយសារនគរខ្មែរខ្លាំងជាងគេនៅក្នុងសតវត្សទី12ហ្នឹងបាទអញ្ចឹងបងប្អូននិយាយនេះជាការចែករំលែកផងក៏ដូចជាការផ្សព្វផ្សាយនៅសៀវភៅនេះផងបាទសៀវភៅនេះខ្ញុំខ្វះរងពុំច្រើនមែនទែនប៉ុន្តែមិនអីទេបាទខ្ញុំទឹកចិត្តខ្ញុំស្រាវជ្រាវចងក្រងពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍សង្គ្រាមហ្នឹងថ្ងៃអច្ឆរិយៈដែលតសេសៀវភៅហ្នឹងគឺតសេជាមួយនឹងថ្ងៃដែលថៃឈ្លានពានវាយអា5ថ្ងៃហ្នឹងវាតសេមកចំគ្នាហ្មងហើយតសេចប់គឺចំពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកាឡាឡាំពួរ
ខ្ញុំមិនតែសេមកយកប្រជាប្រិយយកអែមតាមនឹងអត់ទេតសេមកស្មើដៃគ្នាហ្មងអញ្ចឹងបានវាជាសភៅតម្រាសង្គ្រាមដែលវាមានប្រលឹងបុព្វបរោះនៅក្នុងហ្នឹងជួយឲ្យរុញឲ្យតសេមកតសេចប់ថ្ងៃចាប់ផ្ដើមនិងថ្ងៃបញ្ចប់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ$26ស្មើគ្នាហ្មងបាទបងប្អូននេះមិនមែនជារឿងចៃដន្យធម្មតាទេបាទបងប្អូនគិតថាចៃដន្យធម្មតាក៏មិនដឹងដែរតែខ្ញុំតសេនេះគឺហើយរឿងនេះគឺពេញលេញពេញអង្គបងប្អូនពេញអង្គទាំងអស់បាទគ្រប់ភាគគ្រប់ចំណុចដែលបាត់ចន្លោះកន្លែងណាគឺខ្ញុំបំពេញឲ្យបតៈកលាគ្នាចងគ្នាស្អិតរមួតដំណើររឿងសង្គ្រាមតាំងពីទេវលោកមកដល់ផែនដីដល់ក្រោមដីទៀតហើយសង្គ្រាមតាំងពីឪដល់កូនដល់ចៅបាទសង្គ្រាមខ្សោយទៅពឹងអ្នកខ្លាំងខ្លាចជាអាណាព្យាបាលយើងចង់បានអាណាព្យាបាលខ្លាចជាអាណានិគមហើយរឿងនេះមិនមែនត្រឹមតែរឿងអាណានិគមបារាំងអាណាព្យាបាលរបស់បារាំងនៅលើប្រទេសកម្ពុជាទេសូម្បីតែនគរលង្កាក៏ធ្លាក់ចូលនៅក្នុងអាណានិគមរបស់នគរមូលីវ័នដែរបាទរឿងនេះខ្ញុំនឹងវែងញែកបងប្អូនបន្តទៀតពាក់ព័ន្ធជាមួយនឹងសួរថាតើតម្រាសង្គ្រាមរឿងសង្គ្រាមនេះវាចេញពីប្រភពណាមកទៀតបាទតែអ្វីដែលយើងកំពុងដកស្រង់អ្វីដែលខ្ញុំដកស្រង់អ្វីដែលខ្ញុំស្រាវជ្រាវអ្វីដែលខ្ញុំទៅសេនេះគឺចេញអំពីខ្មែរសុទ្ធសាធតែម្ដងទ្រឹស្ដីខ្មែរយុទ្ធសាស្ត្រខ្មែរក្បួនខ្មែរខ្នាតខ្មែរទាំងអស់បាទអានេះគឺជាអ្វីដែលខ្ញុំចង់ឲ្យបងប្អូនបានមានមោទនភាពជាមួយនឹងអ្វីដែលជាខ្មែរស្នេហាជាតិមិនមែនត្រឹមតែពហិការតំណែងថៃទេស្នេហាជាតិរាប់តាំងអំពីប្រព័ន្ធគិតប្រព័ន្ធជឿបែបខ្មែរប្រព័ន្ធចំណូលចំណង់ចិត្តបែបខ្មែរនោះទៅឈ្មោះថាជាតិនិយមពិតប្រាកដបាទអញ្ចឹងបងប្អូននៅក្នុងសៀវភៅនេះចង់បានអាចទំនាក់ទំនងតាម Telegram ឬលេខទូរស័ព្ទរបស់ខ្ញុំ015855775ម្ដងទៀត015855775បាទបងប្អូនចង់បានអាចតាក់ទងតាម Telegram ហើយដាក់លេខទូរស័ព្ទហើយទីតាំងរាប់បន្ថែមទៅពួកខ្ញុំរៀបចំផ្ញើជូនបាទខ្ញុំឲ្យបុគ្គលិកជំនួយការរបស់ខ្ញុំក៏រៀបចំផ្ញើជូនបាទនេះគឺជាសភៅដែលស្នាដៃកូនខ្មែរប្រសូតឡើងចេញឡើងនៅក្នុងព្រឹត្តិការណ៍សង្គ្រាមបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនសង្ឃឹមថាចូលចិត្តហើយនឹងជួបគ្នាក្នុងវីដេអូក្រោយ